បើទោះបីជាជំរឿនេះជាជំរឿដែលខ្ញុំត្រូវបានជ្រើសរើសប៉ុន្តែវាមានការលំបាកណាស់ការចាក់ចែងពីមាតុភូមិចោលប្រពន្ធដែលមានផ្ទៃពោះ5ខែមិនមែនជារឿងលេងសើចសម្រាប់យុវជនម្នាក់ដែលមានអាយុត្រឹមតែ25ឆ្នាំតែប៉ុណ្ណោះក៏ប៉ុន្តែការឈប់ដើរឈរអោបដៃមើលទុកឲ្យពួកប៉ុលពតសម្លាប់ឬក៏ត្រូវធ្វើអត្តឃាតមិនមែនជាជំរឹះល្អនោះទេទោះបីជាក្តីសង្ឃឹមត្រឹមតែ 1% ឬតិចជាងនោះក៏ខ្ញុំត្រូវតែធ្វើការដើម្បីធ្វើសកម្មភាពទៅតាមអ្វីដែលបានធ្វើរួចមកហើយនោះឯង